បច្ចេកទេសចិញ្ចឹមបង្កងក្នុងស្រះដើម្បីចិញ្ចឹមបង្កងដោយជោគជ័យចាំបាច់ត្រូវយកចិត្តទុកដាក់លើកត្តាសំខាន់3យ៉ាងគឺការរៀបចំស្រះការគ្រប់គ្រងគុណភាពទឹកនិងការផ្ដល់ចំណីរដូវកាលចិញ្ចឹមអាចចិញ្ចឹមបានពេញមួយឆ្នាំអាស្រ័យដោយមានប្រភពទឹកគ្រប់គ្រាន់វិធីសាស្ត្រចិញ្ចឹមការចិញ្ចឹមបង្កងក្នុងស្រះមាន3របៀបគឺការចិញ្ចឹមទ្រង់ទ្រីតូចឬជាលក្ខណៈគ្រួសារទ្រង់ទ្រីមធ្យមនិងទ្រង់ទ្រីធំឬចិញ្ចឹមជាលក្ខណៈឧស្សាហកម្មការចិញ្ចឹមទ្រង់ទ្រីតូចឬជាលក្ខណៈគ្រួសារជារបៀបចិញ្ចឹមដែលមិនចំណាយទុនច្រើនលើការទិញសម្ភារៈមកប្រើប្រាស់ចំណីនិងមិនទាមទារបច្ចេកទេសខ្ពស់ទិន្នផលអាចទទួលបានពី200ទៅ400គីឡូក្រាមក្នុង1ហិកតាក្នុងមួយរដូវរយៈពេលពី6ទៅ8ខែការចិញ្ចឹមទ្រង់ទ្រីមធ្យមស្រះត្រូវមានលក្ខណៈសមស្របតាមបច្ចេកទេសទាមទារឲ្យមានបច្ចេកទេសក្នុងការចិញ្ចឹមនិងចំណាយទុនច្រើនដូចជាការទិញពូជនិងចំណីទិន្នផលអាចទទួលបានពី600ទៅ1.500គីឡូក្រាមក្នុង1ហិកតាក្នុងមួយរដូវរយៈពេលពី6ទៅ8ខែការចិញ្ចឹមទ្រង់ទ្រីធំឬចិញ្ចឹមជាលក្ខណៈឧស្សាហកម្មទាមទារត្រូវចំណាយទុនច្រើនលើការរៀបចំស្រះទិញកូនបង្កងពូជចំណីទិញសម្ភារៈប្រើប្រាស់ដូចជាម៉ាស៊ីនបូមទឹកម៉ាស៊ីនបង្កើនអុកស៊ីសែនឡាក់និងទីតាំងស្រះចិញ្ចឹមត្រូវសមស្របតាមលក្ខណៈបច្ចេកទេសមានផ្ទៃដីធំទូលាយនិងអនុវត្តបច្ចេកទេសខ្ពស់ទិន្នផលអាចទទួលបានពី2000ទៅ4000គីឡូក្រាមក្នុងមួយរដូវរយៈពេលពី6ទៅ8ខែ1ការរៀបចំស្រះសម្រាប់ចិញ្ចឹមកទីតាំងជីកស្រះគួរជីកនៅតំបន់មានប្រភពទឹកពេញមួយឆ្នាំជាប្រភេទទឹកសាបស្អាតល្អគ្មានជាតិពុលតំបន់គ្មានប្រើថ្នាំកសិកម្មនិងគ្មានកាកសំណល់ពីរោងចក្រនិងអាចធ្វើការផ្លាស់ប្ដូរទឹកបានដោយងាយស្រួលដោយបើម៉ាស៊ីនបូមឬអាចបញ្ចូលទឹកតាមរយៈរបបទឹកជលនីកយើងអាចជ្រើសរើសទីតាំងចិញ្ចឹមនៅតំបន់ទឹកសាបឬតំបន់ទឹកភ្លាវដែលមានកំហាប់អំបិលមិនលើសពី10%ទីតាំងជីកស្រះជាប្រភេទដីល្បាយដីឥដ្ឋឬលីខ្សាច់តិចតួចដើម្បីអាចរក្សាទឹកបានយូរនិងគ្មានជាតិជូរទីតាំងស្រះត្រូវនៅក្បែរផ្លូវគមនាគមន៍និងត្រូវមានអគ្គិសនីគ្រប់គ្រាន់ជាពិសេសសម្រាប់ការចិញ្ចឹមទ្រង់ទ្រីមធ្យមនិងទ្រង់ទ្រីធំខលក្ខណៈស្រះត្រូវមានរាងចតុកោណកែងមានផ្ទៃក្រឡាចាប់ពី1000ម៉ែត្រការ៉េឡើងទៅឬអាចមានទំហំតូចជាងនេះក៏បានដែរសម្រាប់ការចិញ្ចឹមទ្រង់ទ្រីតូចនិងមានជម្រៅទឹកពី1.2ទៅ1.5ម៉ែត្របាតស្រះត្រូវមានកម្រិតជម្រាលទៅជ្រុងម្ខាងដើម្បីងាយស្រួលបញ្ចេញទឹកចោលនៅបាតស្រះត្រូវមានជីកប្រឡាយសម្រាប់នាំទឹកពីកន្លែងបញ្ចូលទឹករហូតដល់កន្លែងបញ្ចេញទឹកចោលប្រឡាយគួរមានតឹងពី2ទៅ3ម៉ែត្រនិងត្រូវមានជម្រៅជ្រៅជាងបាតស្រះពី10ទៅ15សង់ទីម៉ែត្របាតស្រះត្រូវមានភក់ឬមើលមុខតិចខ្នងភ្លឺស្រះត្រូវមានទំហំយ៉ាងតិច2ម៉ែត្រមានលក្ខណៈរឹងមាំល្អគ្មានរន្ធសាបផ្សេងនិងមិនជ្រាបទឹកស្រះចិញ្ចឹមនីមួយៗត្រូវមានប្រព័ន្ធបញ្ចេញបញ្ចូលទឹកបំពង់បញ្ចេញទឹកចោលត្រូវនៅផ្នែកទាបបំផុតហើយបំពង់បញ្ចូលទឹកត្រូវនៅផ្នែកខាងទីខ្ពស់គុណភាពទឹកបង្កងជាប្រភេទវារីសត្វរស់ក្នុងមជ្ឈដ្ឋានទឹកសាបប៉ុន្តែវាក៏អាចរស់នៅនិងធំធាត់បានក្នុងតំបន់ទឹកភ្លាវដែលមានកំហាប់អំបិលរហូតដល់10%បង្កងមានចរិតរស់នៅស្រទាប់បាតក្នុងមជ្ឈដ្ឋានទឹកស្ងួតនិងត្រូវមានកត្តាគុណភាពទឹកសំខាន់ផ្សេងទៀតដូចខាងក្រោមសីតុណ្ហភាពសមស្របពី22ទៅ32អង្សាសេនិងល្អបំផុតពី26ទៅ30អង្សាសេបើសិនជាសីតុណ្ហភាពទឹកក្រោម16អង្សាសេឬលើសពី40អង្សាសេហើយកម្រិតសីតុណ្ហភាពទឹកនេះអូសបន្លាយយូរថ្ងៃអាចធ្វើឲ្យបង្កងងាប់បានកម្រិត pH ឬកម្រិតជាតិជូរសមស្របមានពី7ទៅ8បង្កងមិនអាចរស់នៅក្នុងមជ្ឈដ្ឋានទឹកដែលមានកម្រិត pH ឬកម្រិតជាតិជូរក្រោម5បានឡើយកំហាប់អំបិលសមស្របសម្រាប់ការលូតលាស់របស់បង្កងមិនលើសពី5%ជាធម្មតាបង្កងក៏អាចធន់និងរស់នៅបានក្នុងទឹកដែលមានកំហាប់អំបិលរហូតដល់20%ប៉ុន្តែត្រូវបង្កើនកម្រិតកំហាប់អំបិលនេះឡើងសន្សឹមបើមិនដូច្នោះទេអាចធ្វើឲ្យបង្កងងាប់បានបរិមាណអុកស៊ីសែនក្នុងទឹកបង្កងចូលចិត្តរស់នៅក្នុងមជ្ឈដ្ឋានផ្ទៃទឹកធំទូលាយដែលមានកម្រិតអុកស៊ីសែនលើសពី5មីលីក្រាមក្នុង1លីត្រនិងកម្រិតអុកស៊ីសែនតិចបំផុតរបស់បង្កងគឺ3មីលីក្រាមក្នុង1លីត្រកម្រិតអុកស៊ីសែននេះគឺខ្ពស់ជាងកម្រិតអុកស៊ីសែននៃប្រភេទត្រីទឹកសាបស្ទើរតែទាំងអស់ដែលមាន2មីលីក្រាមក្នុង1លីត្រប៉ុណ្ណោះបើបរិមាណអុកស៊ីសែនក្នុងទឹកទាបជាង 1.5 មីលីក្រាមក្នុង1លីត្រធ្វើឲ្យបង្កងងើបក្បាលលើផ្ទៃទឹកនិងក្រោម 1.2មីលីក្រាមក្នុង1លីត្រធ្វើឲ្យបង្កងងាប់កម្រិតរឹងនៃទឹកកាល់ស្យូមកាបូណាតទឹកមានកម្រិតរឹងពី50ទៅ100មីលីក្រាមក្នុង1លីត្រគឺសមស្របសម្រាប់បង្កង
សារធាតុរ៉ែលោហៈធាតុបង្កងមិនអាចបន្សំនឹងសារធាតុរ៉ែលោហៈធាតុទេជាពិសេសគឺជាតិដែកបរិមាណសារធាតុដែកមាន 0.1 ទៅ 0.2 មីលីក្រាមក្នុង1លីត្រទឹកគឺសមស្របសម្រាប់បង្កងបើលើសពី4មីលីក្រាមក្នុង1លីត្រនឹងបង្កគ្រោះថ្នាក់ដល់បង្កងខសម្ភារៈប្រើប្រាស់អ្នកចិញ្ចឹមបង្កងត្រូវមានម៉ាស៊ីនបូមទឹកសម្រាប់ផ្លាស់ប្ដូរទឹកតាមពេលវេលាកំណត់ឬសម្រាប់ប្ដូរទឹកនៅពេលទឹកស្រែអន់គុណភាពម៉ាស៊ីនបូមទឹកគួរមានទំហំល្មមដើម្បីងាយស្រួលចល័តនិងដឹកជញ្ជូនការរៀបចំស្រះការរៀបចំស្រះជាកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ដើម្បីបង្កើតមជ្ឈដ្ឋានសមស្របសម្រាប់ការលូតលាស់របស់បង្កងការរៀបចំស្រះមានរបៀបដូចខាងក្រោមសម្អាតស្មៅកំទេចកំទីក្នុងស្រះនិងសម្អាតរុក្ខជាតិដែលមាននៅជុំវិញភ្លឺស្រះបូមពង្រឹងស្រះចាប់ត្រីល្អិតត្រីកាច់ដូចជាត្រីរ៉ស់ផ្ទក់អណ្ដែងក្រាញ់ឬនិងអន្ទង់ពុះកង្កែបចេញចំពោះស្រះចាស់ត្រូវស្ដារល្បាប់ភក់បាតស្រះចេញដើម្បីបំបត្តិមេរោគអ៊ូស្ម៉ាន់ពុលដោយរក្សាទុកកម្រាស់ល្បាប់ភក់ពី10ទៅ15សង់ទីម៉ែត្រត្រូវជួសជុលភ្លឺស្រះឲ្យបានមាំល្អលុបរន្ធឬប្រហោងផ្សេងនៅតាមភ្លឺស្រះត្រូវមានកម្ពស់ខ្ពស់ជាងទឹកស្រះយ៉ាងតិច 0.5 ម៉ែត្រក្រោយពីស្ដារល្បាប់ភក់រួចត្រូវហាលស្រះពី2ទៅ7ថ្ងៃដើម្បីបំភាយអ៊ូស្ម៉ាន់ពុលផ្សេងដូចជាស៊ីត្រូសែនស៊ុលភួរអាម៉ូញ៉ាក់មេតានចេញពីស្រះបើស្រះមានជាតិជូរមិនគួរហាលថ្ងៃយូរពេកទេការបាចកំបោរបាតស្រះប្រើកំបោររស់បាច់ឲ្យសព្វបាតស្រះដើម្បីសម្លាប់មេរោគនិងកែលម្អកម្រិត pH ឬកម្រិតជាតិជូរនៃទឹកចំពោះស្រះថ្មីត្រូវបាចកំបោរក្នុងបរិមាណពី3ទៅ5គីឡូក្រាមក្នុង100ម៉ែត្រការ៉េនិងចំពោះស្រះចាស់គួរប្រើកំបោរក្នុងបរិមាណពី7ទៅ10គីឡូក្រាមក្នុង100ម៉ែត្រការ៉េការដាក់ជីក្រោយពេលរៀបចំស្រះរួចត្រូវដាក់ជីដើម្បីបង្កើតចំណីធម្មជាតិប្រភេទជីដែលល្អគឺជីលាមកសត្វមាន់ទានិងជ្រូកលាក់ក្នុងបរិមាណពី25ទៅ30គីឡូក្រាមក្នុង100ម៉ែត្រការ៉េបើសិនជាគៀមុនជីលាមកសត្វយើងក៏អាចប្រើជីគីមី NPKក្នុងបរិមាណពី2ទៅ4ក្រាមក្នុង1ម៉ែត្រគូបដោយត្រូវត្រាំជីក្នុងទឹកឲ្យរលាយគ្រាប់អស់សិនរួចបាចឲ្យសព្វពេញផ្ទៃស្រះការបញ្ចូលទឹកក្នុងស្រះក្រោយពេលដាក់ជីរួចបាន1ថ្ងៃយើងត្រូវបញ្ចូលទឹកក្នុងស្រះឲ្យបានពី30ទៅ40សង់ទីម៉ែត្រក្រោយពីបាចជីរួចរយៈពេលពី2ទៅ3ថ្ងៃរុក្ខជាតិប្លង់តុងបានកើតមានដែលធ្វើឲ្យទឹកស្រះមានពណ៌បៃតងខ្ចីរួចយើងត្រូវបញ្ចូលទឹកបំពេញស្រះចំណាំពេលបញ្ចូលទឹកក្នុងស្រះត្រូវចោះនឹងស្បែកក្រឡាល្អិតទំហំ 0.5 មីលីម៉ែត្រដើម្បីការពារត្រីល្អិតកំពឹសនិងសត្វចង្រៃផ្សេងចូលក្នុងស្រះដែលបានរៀបចំហើយត្រូវរៀបចំមែកឈើឬបាញ់សីដោយចងជាបាច់ដាក់នៅបាតស្រះសម្រាប់ជាជំរកនៅពេលបង្កងសោកម្យ៉ាងទៀតយើងអាចដាក់បន្ថែមរុក្ខជាតិទឹកដូចជាចកត្រកួនដើម្បីជាចំណីបន្ថែមនិងជាជំរកសម្រាប់បង្កងបន្ទាប់មកត្រូវត្រៀមលក្ខណៈលែងកូនបង្កងពូជក្នុងស្រះដែលបានរៀបចំហើយនោះ 2. ការជ្រើសរើសកូនបង្កងពូជនិងរបៀបលែងការជ្រើសរើសកូនបង្កងពូជដើម្បីចិញ្ចឹមបង្កងឲ្យទទួលបានគុណភាពល្អយើងត្រូវយកចិត្តទុកដាក់ចំណុចសំខាន់ដូចខាងក្រោមគួរទិញកូនបង្កងពូជពីស្ថានផលិតពូជដែលមានទំនុកចិត្តនិងមានលិខិតបញ្ជាក់អំពីគុណភាពបើសិនមានលទ្ធភាពយើងគួរជ្រើសរើសយកតកូនបង្កងពូជឈ្មោលសុទ្ធសម្រាប់ដាក់ចិញ្ចឹមពីព្រោះវាលូតលាស់លឿនម្យ៉ាងទៀតត្រូវជ្រើសរើសកូនបង្កងពូជដាក់ចិញ្ចឹមឲ្យមានប្រវែងចាប់ពី3សង់ទីម៉ែត្រឡើងទៅដែលមានទំហំប៉ុនគ្នាមានសុខភាពល្អគ្មានរបួសស្នាមនិងមានពុកមាត់ជើងនិងដង្កៀបគ្រប់គ្រាន់កូនបង្កងពូជសម្រាប់ដាក់ចិញ្ចឹមលក្ខណៈសម្គាល់កូនបង្កងមានសុខភាពល្អជាទូទៅគឺពុកមាត់របស់វាជានិច្ចកាលមានលក្ខណៈស្របគ្នាបើសិនជាពុកមាត់របស់វាមានរាងជាអសវ័យបញ្ជាក់ថាកូនបង្កងមានសុខភាពខ្សោយមានសកម្មភាពហែរហ័សរហួននៅពេលផ្ដាច់ចរន្តខ្យល់អុកស៊ីសែនកូនបង្កងមានសុខភាពល្អតែងតែឡើងមកផ្នែកខាងលើនៃផ្ទៃទឹកម្យ៉ាងទៀតកូនបង្កងមានសុខភាពល្អគឺគេសម្គាល់នៅលើដងខ្លួនរបស់វាមានពណ៌ខៀវថ្លាចំពោះកូនបង្កងមានជំងឺគឺដងខ្លួនរបស់វាមានពណ៌សស្រអាប់ហើយគម្របកំភ្លៀងរបស់វាមានពណ៌ខ្មៅរបៀបលែងកូនបង្កងដាក់ចិញ្ចឹមមុនពេលលែងកូនបង្កងត្រូវធ្វើការត្រួតពិនិត្យគុណភាពទឹកស្រះជាមុនសិនបើសិនជាទឹកស្រះមានលក្ខណៈល្អក្រោយពេលស្រះបានរៀបចំហើយគឺយើងអាចលែងកូនបង្កងចូលស្រះបានក្នុងករណីដែលកូនបង្កងពូជដឹកជញ្ជូនដោយដាក់ក្នុងថង់ប្លាស្ទិកនិងមានបញ្ចូលខ្យល់អុកស៊ីសែនមុននឹងលែងកូនបង្កងចូលក្នុងស្រះយើងត្រូវត្រាំថង់កូនបង្កងក្នុងទឹកស្រះរយៈពេលពី10ទៅ15នាទីជាមុនសិនដើម្បីឲ្យសីតុណ្ហភាពទឹកក្នុងថង់បន្សំនឹងសីតុណ្ហភាពទឹកក្នុងស្រះទើបយើងចាប់ផ្ដើមបើកមាត់ថង់ឲ្យកូនបង្កងហែចេញតាមសម្រួលគេត្រូវលែងកូនបង្កងចម្ងាយប្រហែល2ម៉ែត្រពីមាត់ស្រះដើម្បីជៀសវាងកុំឲ្យវាលោតឡើងលើមាត់ស្រះបន្ទាប់មកត្រូវលែងកូនបង្កងនៅពេលអាកាសធាតុត្រជាក់ជាពិសេសគឺនៅពេលព្រឹក
ដងស៊ីតេដាក់ចិញ្ចឹមសម្រាប់ការចិញ្ចឹមជាលក្ខណៈគ្រួសារដងស៊ីតេកូនបង្កងដាក់ចិញ្ចឹមមានពី3ទៅ5ក្បាលក្នុង1ម៉ែត្រការ៉េសម្រាប់ការចិញ្ចឹមទ្រង់ទ្រីមធ្យមបរិមាណកូនបង្កងដាក់ចិញ្ចឹមមានពី5ទៅ7ក្បាលក្នុង1ម៉ែត្រការ៉េនិងសម្រាប់ការចិញ្ចឹមទ្រង់ទ្រីធំឬចិញ្ចឹមជាលក្ខណៈឧស្សាហកម្មបរិមាណកូនបង្កងដាក់ចិញ្ចឹមគឺពី12ទៅ15ក្បាលក្នុង1ម៉ែត្រការ៉េទឹកស្រះការចិញ្ចឹមចម្រុះជាមួយត្រីយើងអាចចិញ្ចឹមបង្កងជាមួយប្រភេទត្រីផ្សេងៗបានដើម្បីប្រើប្រាស់ឲ្យអស់នៅចំណីដែលមានក្នុងស្រះនិងដើម្បីជួយកែលម្អគុណភាពទឹកស្រះការចិញ្ចឹមចម្រុះនេះយើងអាចដាក់ត្រីចិញ្ចឹមបានតែក្នុងស្រះចិញ្ចឹមបង្កងដែលចិញ្ចឹមជាទ្រង់ទ្រីតូចនិងមធ្យមប៉ុណ្ណោះសម្រាប់ប្រភេទត្រីដាក់ចិញ្ចឹមចម្រុះជាមួយបង្កងគឺជាប្រភេទត្រីដែលរស់នៅស្រទាប់លើនិងស្រទាប់កណ្ដាលនិងជាប្រភេទត្រីដែលមិនប្រជែងចំណីជាមួយបង្កងដូចជាប្រភេទត្រីកាប់សកាប់ក្បាលធំកាប់ស៊ីស្មៅនិងត្រីឆ្ពិនជាដើមដងស៊ីតេត្រីដាក់ចិញ្ចឹមគឺ1ក្បាលក្នុង5ទៅ10ម៉ែត្រការ៉េនៃផ្ទៃទឹកស្រះ3ចំណីនិងរបៀបផ្ដល់ចំណីត្រូវផ្ដល់ចំណីគ្រប់ល្មមជៀសវាងផ្ដល់ចំណីលើសពីព្រោះចំណីដែលនៅសល់ច្រើនក្នុងស្រះអាចបំលែងជាធាតុពុលបង្កឲ្យកើតមានរុក្ខជាតិប្លង់តុងច្រើនធ្វើឲ្យបង្កងពិបាកសក់និងលូតលាស់មិនល្អដូចនេះការផ្ដល់ចំណីខ្វះបន្តិចប្រសើរជាងការផ្ដល់ចំណីលើសកចំណីដើម្បីឲ្យបង្កងសក់និងមានការលូតលាស់ល្អចំណីត្រូវមានសារធាតុបំប៉នសំខាន់ដូចជាប្រូតេអ៊ីនពី30ទៅ35%លីពីត3ទៅ5%កាល់ស្យូម2ទៅ3%ផូស្វ័រ1ទៅ1.5%និងសេឡូឡូសពី3ទៅ5%យើងអាចប្រើចំណីគ្រាប់ចំណីកែច្នៃនិងចំណីស្រស់ដែលមានសារធាតុដូចខាងលើចំពោះចំណីគ្រាប់មានបរិមាណសារធាតុបំប៉នមិនប្រែប្រួលនិងងាយស្រួលប្រើប្រាស់ប៉ុន្តែមានតម្លៃខ្ពស់រីឯចំណីកែច្នៃនិងចំណីស្រស់មានតម្លៃថោកជាងចំណីគ្រាប់ព្រោះយើងអាចរកបាននៅតាមមូលដ្ឋានតែប្រភេទចំណីនេះមានបរិមាណសារធាតុបំប៉នប្រែប្រួលដែលធ្វើឲ្យយើងចំណាយពេលវេលាច្រើនក្នុងការផ្ដល់ចំណីការផ្សំចំណីអាស្រ័យលើវត្ថុធាតុដើមដែលមាននៅតាមមូលដ្ឋាននិងមានរូបមន្តផ្សំចំណីផ្សេងគ្នាប៉ុន្តែចាំបាច់ត្រូវធានាឲ្យមាននៅបរិមាណសារធាតុបំប៉នសំខាន់ៗដូចជាម្សៅគ្រាប់ធញ្ជាតិ65%ម្សៅត្រី25%និងប្រភេទសារធាតុផ្សេងទៀតចំនួន10%បន្ទាប់មកយើងអាចកែច្នៃតាមរូបមន្តដូចខាងក្រោមម្សៅសណ្តែកសៀង20%កន្ទក់35%ម្សៅមី90%ម្សៅដី25%ម្សៅឆ្អឹង2%ម្សៅគោ5%ប្រេងម៉េច2%និងសារធាតុខ្លាញ់ត្រីមឹកប្រេងដូង1%ខរបៀបផ្ដល់ចំណីគ្រាប់ចំណីកែច្នៃត្រូវផ្ដល់ឲ្យបង្កងនៅខែដំបូងនិងខែបន្ទាប់ចំណែកប្រភេទចំណីស្រស់មានដូចជាត្រីល្អិតកំពឹសក្តាមខ្យងឡាក់ដែលមានតម្លៃថោកនៅរដូវវស្សាក៏អាចផ្ដល់ជាចំណីបង្កងបានដែរចំណីស្រស់មានគុណភាពធ្វើឲ្យបង្កងមានការលូតលាស់លឿននិងបានកាត់បន្ថយការចំណាយលើការទិញចំណីគ្រាប់ប៉ុន្តែចំណីស្រស់ងាយធ្វើឲ្យខូចគុណភាពទឹកស្រះផងដែរកន្ត្រងចំណីដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យនិងគ្រប់គ្រងបរិមាណចំណីដែលត្រូវផ្ដល់ឲ្យបង្កងស៊ីយើងត្រូវដាក់កន្ត្រងចំណីចំនួន4នៅតាមជ្រុងស្រះហើយកន្ត្រងនីមួយត្រូវដាក់ឲ្យផុតពីបាតស្រះកម្ពស់10សង់ទីម៉ែត្រកន្ត្រងនីមួយគួរមានទំហំ1ម៉ែត្រការ៉េរាល់ពេលផ្ដល់ចំណីត្រូវបាច់ចំណីឲ្យសព្វពេញផ្ទៃស្រះនិងត្រូវដាក់ចំណីបន្ថែមនៅក្នុងកន្ត្រងចំណីប្រហែល1%នៃបរិមាណចំណីសរុបក្រោយពីផ្ដល់ចំណីបានរយៈពេល1ម៉ោងត្រូវត្រួតពិនិត្យមើលលោកទ្រូងចំណីបើសិនជាបង្កងទើបអស់ស៊ីចំណីអស់បញ្ជាក់ថាចំណីគ្រប់ល្មមសម្រាប់បង្កងបើសិនជាចំណីនៅសល់ច្រើនគឺត្រូវបន្ថយចំណីនៅពេលដាក់ចំណីលើក្រោយប៉ុន្តែបើបង្កងស៊ីចំណីអស់លឿនយើងត្រូវបង្កើនបរិមាណចំណីនៅពេលដាក់ចំណីលើក្រោយអត្រាផ្ដល់ចំណីត្រូវផ្ដល់ចំណីឲ្យបង្កងស៊ីចំនួន2ដងក្នុងមួយថ្ងៃគឺនៅម៉ោង5ព្រឹកនិងម៉ោង5ល្ងាចពេលព្រឹកត្រូវផ្ដល់ចំណី30%នៃបរិមាណចំណីទាំងអស់និងនៅពេលល្ងាចផ្ដល់70%នៃបរិមាណចំណីដែលនៅសល់បរិមាណចំណីត្រូវផ្ដល់ឲ្យបង្កងរាល់ថ្ងៃទៅតាមដំណាក់កាលលូតលាស់របស់វានិងគិតតាមទម្ងន់បង្កងសរុបដែលមាននៅក្នុងស្រះមុនពេលដាក់ចំណីក្នុងកន្ត្រងត្រូវសម្អាតកន្ត្រងឲ្យបានស្អាតជាមុនសិនរួចទើបដាក់ចំណីថ្មីចូលតារាងទី1បរិមាណចំណីនិងអត្រារសរបស់បង្កងរយៈពេលចិញ្ចឹម1ដល់20ថ្ងៃទម្ងន់មធ្យម4ក្រាមអត្រារស 100% បរិមាណចំណី 20% រយៈពេលចិញ្ចឹម21ដល់40ថ្ងៃទម្ងន់មធ្យម7ក្រាមអត្រារស 95% បរិមាណចំណី 15% រយៈពេលចិញ្ចឹម41ដល់60ថ្ងៃទម្ងន់មធ្យម13ក្រាមអត្រារស 90% បរិមាណចំណី 10%
រយៈពេលចិញ្ចឹម61ដល់80ថ្ងៃទម្ងន់មធ្យម22ក្រាមអត្រារស85%បរិមាណចំណី8%រយៈពេលចិញ្ចឹម81ដល់100ថ្ងៃទម្ងន់មធ្យម31ក្រាមអត្រារស80%បរិមាណចំណី5%រយៈពេលចិញ្ចឹម101ដល់120ថ្ងៃទម្ងន់មធ្យម40ក្រាមអត្រារស75%បរិមាណចំណី4%រយៈពេលចិញ្ចឹម121ថ្ងៃឡើងទម្ងន់មធ្យមលើ50ក្រាមអត្រារស70%បរិមាណចំណី3%ប្រការដែលត្រូវចងចាំនៅពេលដាក់ចំណីប្រភេទចំណីស្រស់ចំណីកែច្នៃត្រូវលាយច្របល់ចំណីបញ្ចូលគ្នាឲ្យសព្វនិងត្រូវមានដាក់ម្សៅស្អិតម្សៅគោរួចកិនចេញជាគ្រាប់សម្រាប់ផ្ដល់ឲ្យបង្កងស៊ីប្រភេទចំណីដែលកែច្នៃរួចនេះគឺសម្រាប់ប្រើតែមួយថ្ងៃប៉ុណ្ណោះចំណីស្រស់ត្រូវលាងចំណីស្រស់ឲ្យស្អាតនិងកាត់ជាដុំល្អិតទើបដាក់ឲ្យបង្កងស៊ីមិនត្រូវយកចំណីដែលងាប់ឬខូចគុណភាពមកធ្វើជាចំណីបង្កងឡើយចំណីគ្រាប់ចំពោះចំណីគ្រាប់មិនត្រូវប្រើចំណីណាដែលហួសពេលកំណត់ប្រើប្រាស់ឬដុះផ្សិតឡើយការចាប់ចំណីបង្កងចាប់យកចំណីដោយស្រង់ក្លិនដូចនេះចំពោះចំណីកែច្នៃយើងអាចលាយវាជាមួយចំណីស្រស់ដើម្បីឲ្យចំណីកែច្នៃមានក្លិនដែលងាយទាក់ទាញឲ្យបង្កងស៊ីការប្រើប្រាស់វីតាមីននេះដើម្បីបង្កើនសុខភាពរបស់បង្កងនិងជៀសផុតពីជំងឺផ្សេងៗយើងអាចប្រើវីតាមីន C លាយជាមួយចំណីបានការត្រួតពិនិត្យការលូតលាស់របស់បង្កងយើងអាចកំណត់រយៈពេល20ថ្ងៃម្ដងដើម្បីចាប់បង្កងមួយចំនួនពីកន្ត្រងចំណីទាំង4យកមកថ្លឹងនិងគិតរកទម្ងន់មធ្យមបន្ទាប់មកផ្អែកលើអត្រារសរបស់បង្កងដែលមានបញ្ជាក់នៅក្នុងតារាងទី1យើងអាចគណនាទម្ងន់បង្កងសរុបដែលមានក្នុងស្រះហើយបន្ទាប់មកយើងអាចគណនាបរិមាណចំណីដែលត្រូវផ្ដល់ឲ្យបង្កងស៊ីនៅដំណាក់កាលបន្ទាប់4ការគ្រប់គ្រងគុណភាពទឹកស្រះបង្កងលូតលាស់និងធំធាត់អាស្រ័យទៅលើការសក់របស់វាដើម្បីធ្វើឲ្យបង្កងសក់បានដោយងាយចាំបាច់ត្រូវគ្រប់គ្រងគុណភាពទឹកស្រះឲ្យបានល្អដែលជាកត្តាសំខាន់ចាំបាច់បំផុតខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនក្នុងការគ្រប់គ្រងគុណភាពទឹកស្រះឲ្យបានល្អការផ្លាស់ប្ដូរទឹកគឺមានគោលបំណងដើម្បីកាត់បន្ថយភាពកខ្វក់នៃទឹកស្រះធ្វើឲ្យទឹកស្រះថ្លាល្អបង្កើនបរិមាណខ្យល់អុកស៊ីសែនក្នុងស្រះនិងបានបញ្ចេញចោលឧស្ម័នពុលផ្សេងដូចជាអ៊ីដ្រូសែនស៊ុលភួរអាម៉ូញ៉ាក់ឧស្ម័នកាបូនិកជាដើមជាធម្មតានៅខែដំបូងយើងមិនចាំបាច់ផ្លាស់ប្ដូរទឹកទេព្រោះលាមករបស់បង្កងនៅបាតស្រះមានបរិមាណតិចតួចនៅឡើយនៅខែទី2ត្រូវប្ដូរទឹកឲ្យបានញឹកញាប់ឬរៀងរាល់ថ្ងៃបរិមាណទឹកត្រូវប្ដូរអាស្រ័យលើគុណភាពទឹកស្រះនិងទំហំនៃការចិញ្ចឹមជាទូទៅយើងអាចប្ដូរទឹកពី10ទៅ20%នៃផ្ទៃទឹកស្រះការប្ដូរទឹកនេះគឺត្រូវបូមយកលាមកបង្កងនិងកាកសំណល់ផ្សេងទៀតចេញពីផ្នែកបាតស្រះនិងបញ្ចូលទឹកថ្មីមកវិញនៅផ្នែកខាងដោយមានប្រាស្បែកច្រោះទឹកដែលបង្ហូរចូលការដាក់ចិញ្ចឹមបង្កងក្នុងកម្រិតដង់ស៊ីតេខ្ពស់ត្រូវធ្វើការផ្លាស់ប្ដូរបរិមាណទឹកច្រើនជាងការចិញ្ចឹមបង្កងក្នុងកម្រិតដង់ស៊ីតេទាបចំពោះការចិញ្ចឹមដោយប្រើចំណីស្រស់ងាយធ្វើឲ្យខូចគុណភាពទឹកណាស់ដូចនេះចាំបាច់ត្រូវផ្លាស់ប្ដូរទឹកឲ្យបានច្រើនដែរកត្តាសំខាន់នៃគុណភាពទឹកជានិច្ចកាលយើងត្រូវត្រួតពិនិត្យកត្តាសំខាន់នៃគុណភាពទឹកដូចជាសីតុណ្ហភាព pH កម្រិតជាតិជូរនៃទឹកកម្រិតរលាយខ្យល់អុកស៊ីសែនក្នុងទឹកកម្រិតរឹងនៃទឹកដើម្បីកែលម្អទាន់ពេលវេលានៅពេលគុណភាពទឹកមានការប្រែប្រួលកម្រិត pH កម្រិតជាតិជូរនៃទឹកជានិច្ចកាលមានការប្រែប្រួលដោយសារការកើនឡើងនៃរុក្ខជាតិប្លង់តុងដែលធ្វើឲ្យ pH ខ្ពស់និង pH ចុះទាបដោយមានការបំភាយនៃសមាសធាតុរាងនៅបាតស្រះម្យ៉ាងទៀតទឹកស្រះមានជាតិអាស៊ីតឬជាតិជូរឬ pH ចុះទាបដោយសារទឹកភ្លៀងឬប្រភពទឹកផ្សេងដូចនេះត្រូវរក្សាកម្រិត pH ទឹកស្រះឲ្យបានល្អឲ្យនៅចន្លោះពី7ទៅ8បើសិន pH ក្រោម7ឬលើពី9នឹងជាឥទ្ធិពលអាក្រក់ដល់បង្កងដើម្បីកែលម្អ pHត្រូវផ្លាស់ប្ដូរទឹកឬប្រើប្រាស់កំបោរបើសិនជារុក្ខជាតិប្លង់តុងកើតមានរឿនធ្វើឲ្យ pH ឡើងខ្ពស់ត្រូវប្ដូរទឹកជាថ្មីមុនពេលភ្លៀងត្រូវបាចកំបោរនៅជុំវិញស្រះដើម្បីការពារទឹកស្រះការប្ដូរទឹកនេះគឺត្រូវបូមយកលាមកបង្កងនិងកាកសំណល់ផ្សេងទៀតចេញពីផ្នែកបាតស្រះនិងបញ្ចូលទឹកថ្មីមកវិញនៅផ្នែកខាងលើនៃផ្ទៃស្រះដោយមានប្រាស្បែកច្រោះទឹកដែលបង្ហូរចូលការដាក់ចិញ្ចឹមបង្កងក្នុងកម្រិតដង់ស៊ីតេខ្ពស់ត្រូវធ្វើការផ្លាស់ប្ដូរបរិមាណទឹកច្រើនជាងការចិញ្ចឹមបង្កងក្នុងកម្រិតដង់ស៊ីតេទាបចំពោះការចិញ្ចឹមដោយប្រើចំណីស្រស់ងាយធ្វើឲ្យខូចគុណភាពទឹកណាស់ដូចនេះចាំបាច់ត្រូវផ្លាស់ប្ដូរទឹកឲ្យបានច្រើនដែរកត្តាសំខាន់នៃគុណភាពទឹកជានិច្ចកាលយើងត្រូវត្រួតពិនិត្យកត្តាសំខាន់នៃគុណភាពទឹកដូចជាសីតុណ្ហភាព pH កម្រិតជាតិជូរនៃទឹក
កម្រិតរលាយខ្យល់អុកស៊ីសែនក្នុងទឹកកម្រិតរឹងនៃទឹកដើម្បីកែលម្អទាន់ពេលវេលានៅពេលគុណភាពទឹកមានការប្រែប្រួលកម្រិត pH កម្រិតជាតិជូរនៃទឹកជានិច្ចការមានការប្រែប្រួលដោយសារការកើនឡើងនៃរុក្ខជាតិប្លង់តុងដែលធ្វើឲ្យ pH ខ្ពស់និង pH ចុះទាបដោយមានការបំភាយនៃសមាសធាតុរាងនៅបាតស្រះម្យ៉ាងទៀតទឹកស្រះមានជាតិអាស៊ីតឬជាតិជូរឬ pH ចុះទាបដោយសារទឹកភ្លៀងឬប្រភពទឹកផ្សេងដូចនេះត្រូវរក្សាកម្រិត pH ទឹកស្រះឲ្យបានល្អឲ្យនៅចន្លោះពី7ទៅ8បើសិន pH ក្រោម7ឬលើពី9នឹងជះឥទ្ធិពលអាក្រក់ដល់បង្កងដើម្បីកែលម្អ pH ត្រូវផ្លាស់ប្ដូរទឹកឬប្រើប្រាស់កំបោរបើសិនជារុក្ខជាតិប្លង់តុងកើតមានច្រើនធ្វើឲ្យ pH ឡើងខ្ពស់ត្រូវប្ដូរទឹកជាថ្មីមុនពេលភ្លៀងត្រូវបាចកំបោរស្នៅជុំវិញស្រះដើម្បីការពារជាតិជូរហូរពីមាត់ស្រះក្រោយពេលភ្លៀងត្រូវវាស់កម្រិត pH បើសិន pH ក្រោម7គឺត្រូវប្រើកំបោរពី1ទៅ 1.5 គីឡូក្រាមក្នុង100ម៉ែត្រការ៉េដោយត្រូវលាយជាមួយទឹកឲ្យរលាយអស់រួចបាចឲ្យសព្វពេញស្រះដើម្បីបង្កើនកម្រិត pH កម្រិតខ្យល់អុកស៊ីសែនក្នុងទឹកកង្វះខ្យល់អុកស៊ីសែនក្នុងទឹកស្រះធ្វើឲ្យបង្កងងើបនៅលើផ្ទៃទឹកនិងអាចបណ្ដាលឲ្យបង្កងងាប់បញ្ហានេះងាយកើតមានណាស់នៅតាមស្រះចិញ្ចឹមបង្កងមូលហេតុដែលកង្វះខ្យល់អុកស៊ីសែនក្នុងស្រះបណ្ដាលមកពីស្រះសម្បូរដោយសារធាតុរាងមានចំណីសច្រើនក្នុងស្រះនិងមានរុក្ខជាតិប្លង់តុងកើតមានច្រើនលាក់កម្រិតរលាយខ្យល់អុកស៊ីសែនតិចបំផុតក្នុងស្រះគឺ 3.5 មីលីក្រាមក្នុង1លីត្រទឹកកម្រិតរលាយខ្យល់អុកស៊ីសែនក្រោម2មីលីក្រាមក្នុង1លីត្រនឹងធ្វើឲ្យបង្កងងាប់យើងអាចបង្កើនបរិមាណខ្យល់អុកស៊ីសែនក្នុងស្រះដោយបញ្ចូលខ្យល់អុកស៊ីសែនក្នុងស្រះឬផ្លាស់ប្ដូរទឹកកម្រិតថ្នាំនៃទឹកត្រូវរក្សាកម្រិតថ្លានៃទឹកស្រះពី25ទៅ40សង់ទីម៉ែត្របើសិនជាកម្រិតថ្លានៃទឹកក្រោម25សង់ទីម៉ែត្រមានន័យថាទឹកស្រះល្អពេលនោះត្រូវផ្លាស់ប្ដូរទឹកនិងរៀបចំការដាក់ចំណីឲ្យបានត្រឹមត្រូវបើកម្រិតថ្លានៃទឹកលើសពី40សង់ទីម៉ែត្រត្រូវបន្ថែមជីសរីរាង្គអាសេរីរាង្គដើម្បីបង្កើនពណ៌ទឹកស្រះបើទឹកស្រះមានពណ៌បៃតងខ្ចីគឺទឹកមានលក្ខណៈល្អបំផុតបើសិនជាទឹកស្រះមានពណ៌បៃតងចាស់ឬពណ៌ក្រមៅត្រូវធ្វើការផ្លាស់ប្ដូរទឹកកម្រិតរឹងនៃទឹកស្រះដែលមានកម្រិតរឹងសរុបពី50ទៅ100មីលីក្រាមក្នុង1លីត្រគឺមានលក្ខណៈសមស្របបើកម្រិតរឹងនៃទឹកក្រោម50មីលីក្រាមក្នុង1លីត្រត្រូវបន្ថែមកំបោររស់ឬម្សៅសម្បកងាវដើម្បីបង្កើនកម្រិតរឹងនៃទឹកដែលជួយឲ្យបង្កងងាយសក់និងងាយយកកាត់សម្បកថ្មីការថែទាំបង្កងក្នុងស្រះជានិច្ចការត្រូវតាមដានសកម្មភាពរបស់បង្កងបើឃើញបង្កងងើបនៅលើផែកទឹកខុសធម្មតាត្រូវធ្វើការត្រួតពិនិត្យគុណភាពទឹកស្រះដើម្បីមានវិធានការកែលម្អទាន់ពេលវេលានៅពេលព្រឹកព្រលឹមបើសិនជាឃើញបង្កងហែខុសធម្មតាដោយប្រមូលផ្ដុំគ្នានៅជ្រុងស្រះនោះបញ្ជាក់ថាទឹកស្រះខ្វះខ្យល់អុកស៊ីសែនដូចនេះយើងត្រូវបន្ថែមខ្យល់អុកស៊ីសែនឬផ្លាស់ប្ដូរទឹកជាបន្ទាន់ត្រូវត្រួតពិនិត្យស្រះជារៀងរាល់ថ្ងៃដូចជានៅមាត់ស្រះទ្វារទឹកចេញចូលស្រះនិងត្រូវកម្ចាត់សត្វចង្រៃដូចជាកណ្តុរពស់កង្កែបជាដើមឡា5ការប្រមូលផលបង្កងក្រោយការចិញ្ចឹមរយៈពេលពី4ទៅ5ខែបង្កងមានទម្ងន់មធ្យមពី30ទៅ50ក្រាមក្នុងមួយក្បាលពេលនោះយើងអាចប្រមូលផលបានហើយការប្រមូលផលបង្កងចិញ្ចឹមមានពីរបែបគឺការប្រមូលផលរំលោះនិងការប្រមូលផលទាំងស្រុងការប្រមូលផលរំលោះក្រោយការចិញ្ចឹមបានរយៈពេល4ខែយើងអាចប្រមូលផលរំលោះដោយចាប់យកតែបង្កងដែលមានទំហំធំនិងបង្កងមេចំណែកឯបង្កងឈ្មោលត្រូវបានរក្សាទុកចិញ្ចឹមរហូតដល់ចុងរដូវការប្រមូលផលរបៀបនេះធ្វើឲ្យការចិញ្ចឹមទទួលទិន្នផលខ្ពស់ពីព្រោះបង្កងឈ្មោលមានការលូតលាស់លឿននៅដំណាក់កាលចុងក្រោយការប្រមូលផលទាំងស្រុងនៅពេលបង្កងភាគច្រើនមានទំហំធំការលយជាបង្កងសាច់ហើយយើងអាចប្រមូលផលទាំងស្រុងបានដើម្បីងាយស្រួលក្នុងការប្រមូលផលយើងត្រូវបញ្ចេញទឹកស្រះពាក់កណ្ដាលរួចអូនពី3ទៅ4ដងបន្ទាប់មកបង្កងនៅសល់តិចតួចយើងអាចបូមពងរឹងសនិងប្រមូលចាប់ទាំងអស់ក្រោយពេលប្រមូលផលរួចត្រូវបោះបង្កងទុកក្នុងអាងឬក្នុងធុងដែលមានដាក់ខ្យល់អុកស៊ីសែនដោយរើសចេញនៅបង្កងតូចឬត្រីល្អិតមុនពេលលក់ត្រូវដឹកជញ្ជូនបង្កងដោយមានដាក់ខ្យល់អុកស៊ីសែនដើម្បីធ្វើឲ្យបង្កងរស់បានយូរនិងលក់បានតម្លៃថ្លៃ